អបអសាទរដល់ស្ត្រីដែលកើតនៅឆ្នាំជូតបាទស្ត្រីដែលកើតនៅឆ្នាំជូតគឺជាស្ត្រីដែលខ្លាំងនៅក្នុងយុគ9ហើយក៏ចាប់ផ្ដើមចេញឥទ្ធិពលមកហើយចាប់ពីឆ្នាំមមីនេះពួកគេនឹងខ្លាយទៅជាសៃថៃនេះប្រចាំយុគអញ្ចឹងអ្នកដែលកើតឆ្នាំជូតហើយជាស្ត្រីលោកអ្នកត្រូវ comment នៅលេខសំណាងគឺលេខ124ពណ៌ប្រចាំយុគគឺពណ៌ស្វាយអ្នកកើតឆ្នាំជូតយកពណ៌ស្វាយជាកូដហើយលេខសំណាងរបស់អស់លោកអ្នកលេខ124លោកអ្នក share ចេញ3ដងណាបាទអញ្ចឹងឆ្នាំជូតគឺជាឆ្នាំមួយដែលស្ត្រីទាំងឡាយណាដែលកើតឆ្នាំជូតគឺជាស្ត្រីដែលខ្លាំងដែលជាសៃថៃនេះនៅក្នុងយុគ9អ្នកដែលកើតឆ្នាំជូតពោពេញទៅដោយភាពតស៊ូអំណត់អត់ធ្មត់បាទការលះបង់ការខិតខំប្រឹងប្រែងការធ្វើអំពើល្អការទទួលនៅការមើលងាយពីអ្នកដទៃច្រើនណាស់បាទកន្លងមកឆ្នាំជូតភ្លុកអស់ហើយប្រៃលវិញជូរចត់បាទអ្នកដែលកើតឆ្នាំជូតដូចខ្ញុំជំរាបតាំងចឹងថាមួយជីវិតគឺជាស្ត្រីដែលរឹងមាំគឺជាស្ត្រីដែលក្លាហានគឺជាស្ត្រីដែលពូកែបាទរឹងមាំពេកក្លាហានពេកប្រកែពេកអត់មានអ្នកយល់ចិត្តបាទជាស្រីដែលមានកម្មស្រីឆ្នាំជូតមួយជីវិតអ្នកដែលកើតឆ្នាំជូតបើមិនប្រឹងរកស៊ីបើមិនប្រឹងធ្វើការប្រហែលជាស្លាប់គ្មានអ្នកណាមួយមកចិញ្ចឹមយើងទេគ្មានអ្នកណាគេមកគិតពីយើងទេបាទហើយរាល់ថ្ងៃនេះអ្នកកើតឆ្នាំជូតមិនប្រាថ្នាចង់បានអីទេសុំតែម្យ៉ាងគត់គឺសុំតែយុត្តិធម៌សុំតែយុត្តិធម៌ហ្នឹងពេលអញធ្វើត្រូវមើលឃើញផងកុំចាំតែខុសហើយដល់ពេលខ្ញុំខុសត្រូវសួរខ្ញុំសិនតើខ្ញុំមានហេតុផលអីបានខ្ញុំធ្វើបែបហ្នឹងរឿងស្ត្រីឆ្នាំណាធ្វើខុសខ្ញុំអត់ដឹងទេប៉ុន្តែស្ត្រីដែលកើតឆ្នាំជូតគឺមិនដែលខុសទេព្រោះមុននឹងធ្វើគាត់ថ្លឹងគាត់ថ្លែងច្បាស់លាស់ណាស់ប៉ុន្តែគាត់ថ្លឹងគាត់ថ្លែងច្បាស់លាស់ហើយនៅត្រូវបានគេរំលោភបំពានពីល្អទៅអាក្រក់ពីអាក្រក់ទៅល្អទៀតអញ្ចឹងស្ត្រីដែលកើតឆ្នាំជូតយើងជួបនៅរឿងខកចិត្តយើងជួបនៅរឿងដែលយើងមិនទទួលបានភាពយុត្តិធម៌ច្រើនណាស់កន្លងមកប៉ុន្តែរឿងទាំងអស់នេះនឹងត្រឡប់មកវិញគឺភាពរីកចម្រើនអញ្ចឹងអ្នកដែលកើតឆ្នាំជូតគឺហេងខ្លាំងបំផុតនៅក្នុងយុគ9នេះដែលចាប់ផ្ដើមពីឆ្នាំ2026នេះទៅហើយអញ្ចឹងបងប្អូនដែលកើតនៅឆ្នាំជូតត្រៀមខ្លួនខ្លាយទៅជាសៃថៃណាបងប្អូនស្ត្រីដែលកើតឆ្នាំជូតគឺត្រូវត្រៀមខ្លួនខ្លាយទៅជាសៃថៃនេះនៅក្នុងយុគ9នេះចាប់ពីពេលនេះតទៅអញ្ចឹងបើយើងរាសីយើងបើកហើយយើងត្រូវខិតខំប្រឹងប្រែងរកស៊ីបន្តទៀតយើងនឹងជោគជ័យហើយអ្នកដែលកើតឆ្នាំជូតយើងត្រូវចងចាំថានៅក្នុងឆ្នាំ2026នេះគឺជាឆ្នាំដែលយើងឆុង 100%ចឹងកុំឲ្យខាតពេលបើវាបើកហើយកុំឲ្យអាឆុងហ្នឹងវាមកជាចំណុចមួយដែលរាំងស្ទះចឹងបងប្អូនអ្នកដែលកើតឆ្នាំជូតគឺត្រូវតែប្រញាប់កាត់ឆុងចេញបើសិនជាអ្នកកើតឆ្នាំជូតបានកាត់ឆុងចេញត្រឹមត្រូវតាមក្បួនតាមខ្នាតហើយលោកអ្នកនឹងផ្ទុះខ្លាយទៅជាសៃថៃនេះហើយចឹងប្រញាប់កាត់ឆុងចេញជាបន្តណាការកាត់ឆុងគឺកាត់ឲ្យបានត្រឹមត្រូវកូនសិស្សកូនទាំងឡាយដែលជឿជាក់មកកាត់ឆុងជាមួយលោកគ្រូមហាជុំនឹងផ្ទុះលៀបហើយមកកាត់ឲ្យនៅតែលំបាកដដែលកាត់កន្លែងនេះហើយកាត់កន្លែងនោះហើយមិនទទួលបានជោគជ័យទេអាហ្នឹងគឺមកកាត់ជាមួយខ្ញុំទៅនឹងជោគជ័យអញ្ចឹងចាប់ពីថ្ងៃនេះតទៅអ្នកដែលកើតឆ្នាំជូតគឺយើងបើកពន្លឺមកហើយអ្នកដែលកើតឆ្នាំជូតដែលលំបាកដែលវេទនាដែលត្រូវគេជិះជាន់ដែលត្រូវគេធ្វើបាបទាំងឡាយទាំងពួងនោះនឹងខ្លាយទៅជាស្ត្រីដ៏មានអំណាចចាប់ពីពេលនេះតទៅអញ្ចឹងអ្នកដែលកើតឆ្នាំជូតគឺយើងហេងគឺយើងផ្ទុះខ្លាំងអញ្ចឹងខ្ញុំសូមរំលែកនៅលេខសំណាងអ្នកដែលកើតឆ្នាំជូតគឺលេខ124ចំណែកដែលពណ៌សំណាងគឺយើងប្រើពណ៌ស្វាយអញ្ចឹងយើងចាប់ផ្ដើមបើកពន្លឺឲ្យអ្នកដែលកើតឆ្នាំជូតគឺយើងហេងខ្លាំងហើយអញ្ចឹងបងប្អូនកូនក្មួយទាំងឡាយទាំងពួងណាដែលមានភរិយាកើតឆ្នាំជូតដែលមានកូនកើតឆ្នាំជូតដែលមានមិត្តភក្តិកើតឆ្នាំជូតបងប្អូនកើតឆ្នាំជូតត្រូវប្រញាប់យកចិត្តពួកគេឲ្យបន្តិចទៀតគេឡើងសៃថៃនេះហើយប្រយ័ត្នគេលែងមើលមុខណាបងប្អូនកូនក្មួយណាបាទអញ្ចឹងសូមអបអរសាទរអ្នកកើតឆ្នាំជូតបងប្អូនណាបាទអញ្ចឹងឥឡូវលោកគ្រូមហាជុំសូមណែនាំនៅខ្សែដៃហុងស៊ុយបាទនេះគឺជាខ្សែដៃហុងស៊ុយយុគ9ដែលធ្វើអំពីត្បូងធម្មជាតិសុទ្ធ 100% បងប្អូនយកទៅពាក់ណាអានេះគឺតំណាងឲ្យត្បូងធម្មជាតិបាននៅក្នុងយុគ9សត្វពីរសៀវដែលនាំលៀបនាំសំណាងបងប្អូនយកទៅពាក់នឹងមានលៀបមានជ័យរកស៊ីមានបានកាក់កបរីកចម្រើនអញ្ចឹងបងប្អូនជាខ្សែដៃហុងស៊ុយយុគ9នេះយកទៅពាក់បងប្អូននឹងផ្ទុះលៀបនឹងល្អនឹងកាក់កបហើយខ្សែដៃនេះថែមយ័ន្តទេវតាទ្របមួយយកទៅដាក់ទេវតាទ្របតំណាងឲ្យភាពមានបានខ្សែកយុគ9ខ្សែដៃយុគ9យកទៅពាក់ធ្វើឲ្យបងប្អូនរកស៊ីមានបានកាន់តែផ្ទុះបងប្អូនអាចជាវនៅខ្សែដៃឈុតនេះយកទៅបានធ្វើឲ្យបងប្អូនបង្កើនទ្រព្យទទួលបានជោគជ័យរីកចម្រើនណាបងប្អូនពាក់បានណាបងប្អូនណាបាទប្រញាប់ជាវខ្សែដៃនេះខ្ញុំមានតែ20ខ្សែទេអ្នកណាជាវទាន់អ្នកណាជាមិនទាន់ហ្នឹងក៏ទៅតាមដំណើរហ្នឹងទៅបាទខ្សែដៃយុគ9ពាក់កើតជាសៃថៃជាមួយនឹងយ័ន្តទេវតាមហាទ្រព្យផ្ទុះលៀបអញ្ចឹងបងប្អូនជាវយកទៅគឺហេងគឺកាក់កបគឺជោគជ័យរីកចម្រើនបាទយើងមាន20ខ្សែបងប្អូនអាចជាវបានអ្នកដែលកើតឆ្នាំជូតខមមិនលេខ124ពណ៌សំណាងគឺពណ៌ស្វាយ